ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកការវិភាគតម្លៃហាងចេញមាសប្រចាំថ្ងៃប្រហ័សទី4ខែមិថុនាឆ្នាំ2026យើងឃើញថាតម្លៃហាងចេញមាសនៅក្នុងយមិញគឺមានការប្រែប្រួលចុះយ៉ាងខ្លាំងណាទៅដល់តំបន់$4,420ក្នុងមួយអោនហើយក៏មានការងើបឡើងមកវិញនៅក្នុងព្រឹកនេះផងដែរការធ្លាក់ចុះនៃតម្លៃមាសកាលពីយមិញនេះគឺរងសម្ពាធពីព័ត៌មានផ្នែកភូមិសាស្ត្រនយោបាយបងប្អូនបន្ទាប់ពីរងហើយនៅសហរដ្ឋអាមេរិកបានផ្អាកការចរចាហើយបាទក៏មានការប៉ះទង្គិចគ្នាផ្នែកយោធាអីខ្លាំងផងដែរដោយអ៊ីរ៉ង់បានវាយប្រហារដោយប្រើប្រាស់ drone ក៏ដូចជាមីស៊ីល ballistic ទៅលើប្រទេសគុយវ៉ែតដូចជាប្រទេសបារ៉ែនដែលជាទីតាំងឋានទ័ពរបស់សហរដ្ឋអាមេរិកហើយភាគីខាងសហរដ្ឋអាមេរិកក៏បានវាយប្រហារទៅវិញដែរទៅលើប្រទេសអ៊ីរ៉ង់ដែលជាការវាយប្រហារការពារខ្លួនបាទនេះបើតាមការអាងពីភាគីខាងសហរដ្ឋអាមេរិកយ៉ាងណាមិញយើងឃើញថានៅក្នុងព្រឹកនេះទីផ្សារមាសគឺបានបើកផ្សារមករៀងងើបឡើងមកវិញខ្លះណាបន្ទាប់ពីបាទលីបង់ត្រូវបានផ្អាកពីការវាយប្រហារពីខាងអ៊ីស្រាអែលបន្ទាប់ពីមានការចរចាត្រីភាគីនៅសហរដ្ឋអាមេរិកបាទអញ្ចឹងវាថមថយនៅកម្ដៅបន្តិចហើយអាចនឹងវិលទៅរកការចរចាវិញរវាងសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់អញ្ចឹងយើងមកមើលហាងឆេងមាសបន្តនៅក្នុងថ្ងៃនេះតាមបែបបច្ចេកទេសចង់ដឹងថាតើមាសនឹងមានបំរែបំរួលបែបណាអាចនឹងមានការកើនឡើងទៅវិញឬក៏យ៉ាងណាហើយយើងអាចធ្វើការទិញឡើងបានដែរឬទេនៅក្នុងថ្ងៃនេះបាទអញ្ចឹងយើងចូលទៅមើលការវិភាគតាមបែបបច្ចេកទេសទាំងអស់គ្នាបាទអញ្ចឹងសម្រាប់បច្ចេកទេសយើងចាប់ផ្ដើមមើល time frame 4ម៉ោងទៅបងប្អូនបកគោ time frame 4ម៉ោងយើងឃើញថាមាសបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងលំហូរចុះណាបាទអត់ទាន់មានសញ្ញាណាមួយបង្ហាញពីការផ្លាស់ប្ដូរទំនោរទៅជាឡើងវិញទេបាទអញ្ចឹងវាលេងនៅក្នុងលំហូរនឹងឯងប៉ុន្តែខ្ញុំឲ្យបងប្អូនសង្កេតមើលបច្ចុប្បន្ននេះមានកម្លាំងទិញឡើងនេះបងប្អូនឃើញទេបកគោ4ម៉ោងមុននេះគឺបានបិទពីកម្លាំងទិញខ្ពស់បាទកម្លាំងទិញខ្លាំងវាបិទបកគោ momentum មួយនេះបាទបកគោបន្ទាប់នេះបានបន្តឡើងមកទៀតបាទអញ្ចឹងមាសនៅក្នុងថ្ងៃនេះដោយសារតែមានកម្លាំងទិញឡើងពីក្រោមនឹងទៅហើយបាទគោលដៅនៅក្នុងថ្ងៃនេះគឺអាចនៅតំបន់ខាងលើនេះតំបន់4530 $4,540ក្នុងអោនបាទនៅខាងលើនេះបាទអញ្ចឹងថ្ងៃនេះគឺអាចថាខ្ញុំ recommend ឲ្យទិញសម្រាប់បងប្អូនដែលកក់ហាងឆេងហ្នឹងបើសិនជាឡើងដល់4,400សំទោស4,540ហ្នឹងចំណេញបងប្អូនអាចកក់បានដែរបាទអញ្ចឹង time frame 4ម៉ោងត្បិតតែវាអត់ទាន់ផ្លាស់ប្ដូរទំនោរប៉ុន្តែវានឹងឡើងទៅលើនេះគឺអាចថាបង្កើតជាសំទោសសេរី low high ណាបាទអូខេឥឡូវយើងចូលទៅមើល time frame រយៈពេល1ម៉ោងទាំងអស់គ្នាដើម្បីកំណត់ទៅលើតម្លៃសំខាន់ដែលយើងអាចធ្វើការចូលផ្សារបានបាទអញ្ចឹងសម្រាប់មាសបច្ចុប្បន្ននេះបើសិនជាយើងមើល time frame តូចណាយើងមើលទៅធំនេះមកបាទទំនោរតូចនេះមួយយើងឃើញថាវាបានបំបែកអាទំនោរតូចនេះអញ្ចឹងកាលណាបំបែកទំនោរតូចហ្នឹងមានន័យថាវានឹងបង្កើតជាបាទទិសដៅងើបឡើងទៅវិញឬក៏គេហៅថាជាទំនោរឡើងរយៈពេលខ្លីណាបាទអញ្ចឹងសម្រាប់បច្ចុប្បន្ននេះខ្ញុំឲ្យបងប្អូនមើលក្នុងតំបន់ខាងលើនេះបាទតំបន់4,490នេះបាទ90ស្ដើងហ្នឹងមានហ្នឹងបើសិនជាបុកកដាច់ទេវានឹងរីតេសចុះមកខាងក្រោមបាទនឹងមានចុះមកខាងក្រោមហើយយើងត្រៀមចាំទិញនៅពេលដែលវាមានរីតេសណាបាទប៉ុន្តែបើសិនជាបុកដាច់គឺមាសហ្នឹងគឺទៅលើតែម្ដងហើយបាទហើយសម្រាប់កម្រិតខ្ពស់របស់មាសគឺនៅខាងលើនេះបងប្អូននៅខាងលើនេះតំបន់4,540ខ្ញុំសូមដាក់ជាតំបន់ខ្ពស់តែម្ដងទៅបាទតំបន់ខ្ពស់ក៏ជា target របស់យើងដែរបងប្អូនបាទតំបន់ខ្ពស់4,540ជាមធ្យម4,540ណាហើយសម្រាប់កម្រិតទាបបងប្អូនខ្ញុំឲ្យមើលកម្រិតទាបគឺកម្រិតទាបការពីផឹកមិញនឹងឯងនេះជា daily low របស់វានៅ4,424បាទផឹកមិញនេះគ្រាន់តែបើកផ្សារមកគឺល្អចំខាងក្រោមហើយបានងើបឡើងវិញចឹងនេះកម្រិតខ្ពស់ទី1បាទ4,492បាទអានេះគឺកម្រិតទាបរបស់វាកម្រិតទាបក្នុងថ្ងៃនេះបាទ4,424ផ្លេចដាក់កម្រិតឲ្យបាទហើយតំបន់ដែលទិញបាទតំបន់ដែលទិញនេះបើសិនជាវាតេសចុះមកខាងក្រោមខ្ញុំឲ្យមើលតំបន់នេះតំបន់ហ្នឹងគឺជាតំបន់ដែលយើងអាចធ្វើការទិញឡើងពេលដែលវាបុកអត់ដាច់ណាចុះមករីតេសគឺអាចត្រៀមទិញពីតំបន់ហ្នឹងបាទតំបន់ទិញចន្លោះពី4,443ទៅ4,456
ចឹងយើងអាចទិញហើយប្រើ stop loss នៅក្រោមនឹងតិចមកឬក៏បើសិនជា stop loss ដែលសុវត្ថិភាពគឺយើងប្រើនៅកម្រិតទាបចាស់នេះកម្រិតទាបកាលពីព្រឹកមិញបាទអូខេអញ្ចឹងសម្រាប់មាសក្នុងករណីមួយទៀតបើសិនជាបំបាយកម្រិតទាបកាលពីព្រឹកមិញមាសហ្នឹងគឺនឹងមានការធ្លាក់ចុះទៅខាងក្រោមខ្លាំងដូចខ្ញុំជំរាបជូនក្នុងការ live ការប្រយុទ្ធមិញអញ្ចឹងអាចទៅកម្រិត4380ឬក៏4360ដុល្លារក្នុងអោនតែបើសិនជាបុកអត់ដាច់ទេមាសហ្នឹងគឺមានឱកាសទិញបាទនៅមានឱកាសទិញឡើងអញ្ចឹងជាពិសេសនៅក្នុងព្រឹកនេះបាទយើងមើលតំបន់សំខាន់4492នឹងឯងសម្រាប់បងប្អូនដែលជួញដូរខ្លីៗណាអាច sell បានមកដល់តំបន់ហ្នឹងបើបុកអត់ដាច់ទេមានសញ្ញា confirm ក្នុង time frame តូចណាមួយអាច sell ខ្លីៗបានប៉ុន្តែចូលដល់ទីផ្សារអឺរ៉ុបឬក៏ព្រឹកនេះបុកដាច់4492នឹងតែម្ដងមានតែចាំមើលក្នុងទីផ្សារអឺរ៉ុបទេតំបន់4540នេះគឺជាតំបន់មួយទៀតដែលយើងអាចធ្វើការទាមលក់ចុះមកខាងក្រោមវិញបាទទាមលក់ចុះមកខាងក្រោមវិញអញ្ចឹងសម្រាប់មាសខ្ញុំបញ្ជាក់បន្តិចបងប្អូននៅក្នុងថ្ងៃនេះបើសិនជាអត់មានព័ត៌មានអីថ្មីបន្ថែមទេមាសហ្នឹងគឺនឹងបន្តងើបឡើងទៅលើហើយបាទបន្តងើបឡើងទៅលើហើយកុំឲ្យមានព័ត៌មានដាក់សម្ពាធណាដោយបង្ហាញភាពតានតឹងនៅអ៊ីរ៉ង់នៅអីហ្នឹងគឺអាចនឹងដាក់សម្ពាធឲ្យមាសចុះប៉ុន្តែបើអត់មានព័ត៌មានអីថ្មីទេមាសហ្នឹងគឺនឹងបន្តឡើងទៅឯងព្រឹកហ្នឹងបាទហើយខ្ញុំបញ្ជាក់មួយទៀតមាសហ្នឹងនៅមានកម្រិតខ្ពស់មួយទៀតនៅតំបន់4575នេះបាទ4575ហ្នឹងមាសហ្នឹងតតែបំបែកតំបន់ហ្នឹងបានអាចថាផ្លាស់ប្ដូរទំនោរ time frame 4ម៉ោងណាអាចថាផ្លាស់ប្ដូរទំនោររយៈពេលមធ្យមអញ្ចឹងទៅលើក៏ទៅខ្លាំងដែរអាចមើលឃើញ4700 4800ជាពិសេសអាចនឹងទៅដល់5000ទៀតប៉ុន្តែលទ្ធភាពនេះតតែមានព័ត៌មានជំរុញដែរណាបានទៅដល់អញ្ចឹងចាំទៅបំបែកឬក៏ទៅដល់កម្រិតហ្នឹងចាំយើងបាទវិភាគបន្តទៀតអញ្ចឹងឥឡូវនេះយើងមើលចន្លោះជួញដូរយើងនឹងសិនទៅចន្លោះខ្លីចន្លោះពី4440ទៅ43ណាទៅ4492ចន្លោះរៀងវែងជាងហ្នឹងអាចទៅដល់4540បាទអញ្ចឹងថ្ងៃនេះខ្ញុំអាចថា recommend ឲ្យទិញមុនហើយការលក់ចោះបងប្អូនអាចចាំមើល confirm បន្ថែមបាទអញ្ចឹងសម្រាប់ការវិភាគទៅលើបច្ចេកទេសរបស់ខ្ញុំនៅក្នុងថ្ងៃនេះមានប៉ុណ្ណេះទេបាទសម្រាប់ព័ត៌មានផ្សេងឬក៏ការ update ទៅលើព័ត៌មានថ្មីបងប្អូនអាចតាមដាននៅក្នុងក្រុម Telegram របស់យើងបានហើយសម្រាប់បងប្អូនដែលចង់ចូលទៅលើក្រុម Telegram បាទយើងមានក្រុម2បាទក្រុម1គឺក្រុមទូទៅយើងបោះព័ត៌មានទៅសម្រាប់ក្រុម VIP យើងមានបោះជាព័ត៌មានផងហើយបោះជា signal បាទតម្លៃដែលត្រូវចូលទិញលក់ផងអញ្ចឹងសម្រាប់បងប្អូនដែលចង់ចូលក្រុម VIP អាចតាក់ទងមកកាន់លេខទូរស័ព្ទ011 699និង802ឬក៏មកកាន់ Telegram ក៏បានដែរលេខទូរស័ព្ទដែលខ្ញុំជំរាបជូនមុនហ្នឹងគឺមាន Telegram បាទហើយសម្រាប់បងប្អូនដែលថ្មីចង់សិក្សាស្វែងយល់ពីការកក់ហាងឆេងមាសតាមប្រព័ន្ធធនាគារបងប្អូនក៏អាចបាទបើកគណនីបានហើយជាពិសេសគឺអាចនឹងសិក្សាស្វែងយល់បានសម្រាប់ការសិក្សាស្វែងយល់ទៅលើការជួញដូរនេះគឺខ្ញុំនឹងមានវគ្គបង្រៀន free ដែលឥតគិតថ្លៃបងប្អូនអាចយកជាវីដេអូទៅរៀនផ្ទាល់ក៏បានឬក៏អាចនឹងសិក្សាតាមរយៈ online តាម Zoom ក៏បានដែរហើយជាពិសេសបើសិនជាចង់ដឹងលម្អិតចង់ដឹងពីទីតាំងរបស់ក្រុមហ៊ុនអីអាចជឿមកក្រុមហ៊ុនផ្ទាល់ក៏បានដែរយើងអាចជួបគ្នានៅក្រុមហ៊ុន BFH Capital បានបាទអញ្ចឹងសម្រាប់នៅក្នុងថ្ងៃនេះខ្ញុំមានប៉ុណ្ណេះទេបាទសូមអរគុណសូមគោរពលាបាទបើគណនីទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ